អគ្គលេខាធិការរងអង្គការសហប្រជាជាតិកម្ពុជាស្ថិតលើដំណើរផ្លូវដ៏ត្រឹមត្រូវដើម្បីឈានចាកចេញពីក្រមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ2029នៅវេលាព្រឹកថ្ងៃពុធទី1ខែមេសាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកជំទាវ រ៉ាបែប ហ្វាទីម៉ា អគ្គលេខាធិការរងអង្គការសហប្រជាជាតិនិងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍតិចតួចប្រទេសកំពុងអភិវឌ្ឍគ្មានព្រំដែនជាប់សមុទ្រនិងប្រទេសដីកោះកំពុងអភិវឌ្ឍតូចៗចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបលោកជំទាវ រ៉ាបែប ហ្វាទីម៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្ដាលអាណត្តិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធីសកម្មភាពទីក្រុងដូហាលោកជំទាវបានកោតសរសើរចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជានិងបានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានដាក់ចេញនូវផែនការអភិវឌ្ឍនិងការអភិរក្សបេតិកភណ្ឌលោកជំទាវអគ្គលេខាធិការរងបានគូបញ្ជាក់ថាអង្គការសហប្រជាជាតិបដិញ្ញាបន្តគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចហើយអង្គការសហប្រជាជាតិក៏បានបង្កើតក្រុមការងារចំពោះកិច្ចដើម្បីគាំទ្រដល់ដំណើរការចាកចេញនេះលោកជំទាវអគ្គលេខាធិការរងក៏បានគូបញ្ជាក់ផងដែរថាកម្ពុជាបានសម្រេចតាមលក្ខណៈវិនិច្ឆ័យរួចរាល់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច LDC តាមរយៈការវាយតម្លៃចំនួន2លើកកន្លងមកជាមួយគ្នានេះលោកជំទាវបានគូបញ្ជាក់ថាកម្ពុជាស្ថិតក្នុងដំណើរផ្លូវដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ2029ជាការឆ្លើយតបសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះវត្តមានរបស់លោកជំទាវនិងគណៈប្រតិភូដែលបានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្ដាលអាណត្តិសម្រាប់ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធីសកម្មភាពទីក្រុងដូហាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឱកាសនេះនិងបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិដែលបានរួមចំណែកដល់ការកសាងស្ដារនិងអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាសម្ដេចបវរធិបតីក៏បានស្វាគមន៍ចំពោះការបង្កើតក្រុមការងារចំពោះកិច្ចរបស់អង្គការសហប្រជាជាតិដើម្បីគាំទ្រដំណើរការចាកចេញពីក្រុមប្រទេស LDC របស់កម្ពុជាសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាក់ស្ដែងដើម្បីកសាងភាពធន់របស់កម្ពុជាតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលផ្ដោតលើការអភិវឌ្ឍមូលធនមនុស្សការដាក់ចេញការកែតម្រង់វិស័យអប់រំសុខាភិបាលនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុស្របតាមការវិវត្តនៃបច្ចេកវិទ្យារបស់ពិភពលោកនិងការជំរុញភាពជាដៃគូជាមួយវិស័យឯកជនជាដើមសម្ដេចបវរធិបតីមានប្រសាសន៍បន្ថែមថាកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិក្នុងក្របខ័ណ្ឌសន្តិភាពនិងក្របខ័ណ្ឌដទៃទៀត។